ព្រៃ Amazon គឺជាព្រៃលិចទឹកដែលធំជាងគេបំផុតនៅលើពិភពលោកដែលស្ថិតនៅក្នុងប្រទេសចំនួន9រួមមានប្រទេសប្រេស៊ីល ប៉េរូ កូឡុំបៀ វេណេស៊ុយឡា អេក្វាឌ័រ បូឡាវី ហ្គាយ៉ាណា សេរីណា និងហ្វ្រេនគីណា វាស្មើទៅនឹងពាក់កណ្ដាលនៃព្រៃលិចទឹកដែលមាននៅលើពិភពផែនដីផងដែរវាជាសម្បុកដើមឈើកម្រដែលមានសត្វជាង 16000 ប្រភេទដែលភាគច្រើនមិនមានដុះនិងរស់នៅក្នុងតំបន់ផ្សេងៗនៅជុំវិញពិភពលោកនោះទេក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាពួកគេតែងតែរកឃើញសត្វ3ប្រភេទថ្មីៗជារៀងរាល់3ថ្ងៃម្ដងហើយនេះគឺជាសត្វដែលកាចសាហាវជាងគេទាំង10ប្រភេទដែលរស់នៅក្នុងព្រៃ Amazon ទី1 ពស់អនាខណ្ឌាបៃតងពស់នេះមានប្រវែងរហូតដល់ទៅ9ម៉ែត្រនិងទម្ងន់ជាង227គីឡូក្រាមដែលវាចុះឈ្មោះជាពស់ធំជាងគេបំផុតហើយគេតែងតែឃើញវាហែលនៅក្នុងទន្លេ Amazon ជារឿយៗល្បឿននៃការហែលទឹករបស់វាគឺលឿនហើយវាប្រហារសត្រូវចំគោលដៅវាអាចលេបខ្លាដំបងក្រពើជព្រៃកណ្ដាន់និងមនុស្សទាំងមូលដោយគ្មានបញ្ហាដោយប្រើកម្លាំងរឹតជំវិញហើយសត្រូវថប់ដង្ហើមតែម្ដងទី2ក្រពើខ្មៅខៃមែនក្រពើខ្មៅខៃមែនជាប្រភេទក្រពើធំជាងគេក្នុងលោកនិងជាសត្វដ៏គួរឲ្យខ្លាចមួយនៅក្នុងព្រៃ Amazon វាមិនដែលរីរែកក្នុងការចាប់សត្វផ្សេងៗជាចំណីឡើយមិនថាស្វាត្រីពីរញ្ញាជព្រៃភេយៈឆ្កែព្រៃពស់អនាខណ្ដានិងក្រពើផ្សេងៗទៀតផងព្រោះនេះអាចមានប្រវែងរហូតដល់ទៅ6ម៉ែត្រ3អន្ទង់អគ្គិសនីឬអន្ទង់ឆក់វាអាចបង្កើតអគ្គិសនីដោយខ្លួនឯងបានដែលមានកម្លាំងខ្លាំងជាងភ្លើងអគ្គិសនីធម្មតារហូតដល់5ដងការចាប់ចំណីរបស់វាដែលមានភាពងាយស្រួលដោយសារតែវាមានការឆក់ដាក់សត្រូវឲ្យងាប់រួចលេបទាំងមូលតែម្ដងប៉ុន្តែវាអាចបញ្ចេញកម្លាំងឆក់ដ៏ខ្លាំងជាច្រើននាទីពេលដែលវាត្រូវជុំសត្រូវផ្សេងៗមកយាយីឲ្យវាភ័យខ្លាចមនុស្សជាច្រើនអ្នកហើយដែលត្រូវបានអន្ទង់នេះឆក់ដោយសារដើរជន់វាដោយមិនដឹងខ្លួនដែលធ្វើឲ្យពិការជើងដើរលែងរួចទី4ត្រីពីរញ័រក្រហមត្រីពីរញ័រក្រហមគឺមានតូចនិងធ្មេញស្រួចរឹងអាចហែកខំស៊ីសាច់ចេញពីឆ្អឹងបានតែភាគច្រើនអ្នកជំនាញបានប្រាប់ថាវាស៊ីសាច់ដែលងាប់ស្រាប់វាក៏ស៊ីសត្វល្អិតនិងដើមរុក្ខជាតិផ្សេងផងដែរហើយពួកវាចូលចិត្តរស់នៅជាហ្វូងទី5កញ្ចក់ចេកពឹសផុនសូដាកញ្ចក់ចេកពឹសនេះមានដងខ្លួនពណ៌ឆើតដូចជាពណ៌ស្វាយពណ៌បៃតងពណ៌លឿងនិងពណ៌ទឹកមាសហើយសត្វណាដែលប៉ះខ្លួនវាគឺស្លាប់ក្នុងរយៈពេលខ្លីដោយសារតែពឹសនៅតាមស្បែកជ្រាបចូលទៅក្នុងបេះដូងសត្រូវដែលធ្វើឲ្យបេះដូងលែងដំណើរការតែម្ដងទី6អន្ត្រីកំណាចហាភីអន្ត្រីនេះគឺជាប្រភេទសត្វបក្សីធំជាងគេបំផុតមួយដែលមានក្រញាំវែងដល់ទៅ13សង់ទីម៉ែត្រក្រញាំទាំងនោះអាចចាប់កូនក្រពើស្វាកំប្រុកកណ្ដុរពង្រូនិងបក្សីតូចៗនៅតាមដើមឈើបានយ៉ាងងាយ7ពេញពីងពឹស Brazilian Wandering ពេញពីងប្រភេទនេះត្រូវបានគេចាត់ទុកថាជាពេញពីងដែលមានពឹសខ្លាំងជាងគេបំផុតហើយសត្រូវដែលត្រូវពឹសវាគឺដើរលែងរួចមានអាការៈពិបាកដកដង្ហើមឈឺចុកចាប់ពេញរាងកាយទី8ក្អែបយក្ស Amazonia Bennis មានប្រវែងពី25ទៅ30សង់ទីម៉ែត្រពឹសរបស់វាអាចសម្លាប់សត្វល្អិតពេញពីងបក្សីតូចៗបង្កួយកង្កែបពស់និងប្រជៀវជាដើមវិធីសម្លាប់សត្រូវរបស់វាយកខ្លួនវាទៅពាត់និងចំណីរួចចាប់ផ្ដើមស៊ីចំណីទាំងរស់តែម្ដងទី9ស្រមោចពឹស Bullet ទោះជាវាមានខ្លួនតូចប្រវែង 2.5 សង់ទីម៉ែត្រក្តីក៏ពឹសរបស់វាធ្វើឲ្យសត្រូវជឿចុកចាប់ដូចត្រូវគ្រាប់អញ្ចឹងហើយកន្លែងដែលវាខំគឺត្រូវធ្វើឲ្យលែងដំណើរការតែម្ដងទី10ប្រជៀវជញ្ជក់ឈាមខមមិនប្រជៀវនេះចេញរកស៊ីចំណីតែពេលយប់ទេនិងហត់តែឈាមប៉ុណ្ណោះហើយវាត្រូវបានគេប្រទះឃើញនៅប្រទេសមិចស៊ិកនិងអាហ្វ្រិកខាងត្បូងវាតែងតែទៅខំគោក្របីសេះខំរំដងមានរយៈពេលកន្លះម៉ោងវាខំមិនសូវឈឺទេបើវាខំមនុស្សក៏មិនធ្វើឲ្យមនុស្សឈឺចុកចាប់ដែរប៉ុន្តែមុខរបួសងាយនឹងឆ្លងជំងឺផ្សេងៗខ្លាំងណាស់សូមអរគុណដែលបានទស្សនាវីដេអូរហូតដល់ចប់សូមបងប្អូនជួយ like share និង comment ម្នាក់មួយដើម្បីឲ្យវីដេអូខ្ញុំរីកទៅដល់អ្នកផ្សេងឲ្យគាត់បានឃើញផង